នាងគ្រាជាកូនរបស់ប្រពន្ធយើងឯងមិនអាចយកកូនរបស់ប្រពន្ធយើងទៅធ្វើជាប្រពន្ធឯងបានទេវាមិនសមញាតិចិត្តខាងគេនឹងនិយាយដើមពេញភូមិឪយកម៉ែកូនយកកូនចឹងនោះកុំយកអីទៅក្រុងយកប្រពន្ធនៅឯក្រុង2-3នាក់តាមម្នាក់ឯងក៏បានដែរកុំចង់បានកូនរបស់ប្រពន្ធយើងអីពុកតែខ្ញុំមើលទៅនាងគ្រាក៏ឲ្យភ្នែកខ្ញុំដែរនាងក៏ចាប់អារម្មណ៍មកលើខ្ញុំត្រឹមញាតិចិត្តខាងសោះពុកទៅខ្វាយខ្វល់ធ្វើអីនោះពុកចង់គេនិយាយអីក៏ស្រេចតែគេមាត់គេទេយើងកុំទៅខ្វល់ខ្វាយបើយើងថាមិនបានគឺមិនបានហើយឯងកុំចង់បាននាងគ្រានាងឆ្នះណាស់ដូចម្ទេសអញ្ចឹងខ្ញុំចូលចិត្តហូបម្ទេសកាន់តែហឹលគឺកាន់តែឆ្ងាញ់ណាស់ពុកខ្ញុំត្រូវតែជំនះយកនាងគ្រាមកធ្វើជាប្រពន្ធឲ្យបានទោះបីជាត្រូវធ្វើអីក៏ដោយអាកូននេះទោះបីជាយើងព្រមក៏ប្រពន្ធយើងមិនព្រមដែរគេមិនឲ្យកូនគេមកយកកូនធ្វើជាប្តីទេខ្វះអីស្រីនោះឯងក្រវ៉ែលអីមនុស្សនៅក្នុងផ្ទះបែបហ្នឹងកុំឲ្យបែកទ្រព្យរបស់ប្តីប្រពន្ធពុកយ៉ាងណាក៏ពួកខ្ញុំមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេគ្មានជាប់សាច់ឈាមសូម្បីតែបន្តិចឡើយខ្ញុំនឹងទៅអង្វរមីងគ្រៀតតតែព្រមលើកកូនគាត់មកឲ្យខ្ញុំនាពេលព្រឹកព្រលឹមនាងនាគ្រាក៏មានអ្នកជិះម៉ូតូមកទទួលដល់ផ្ទះអរុនសួស្ដីអូននាគ្រាសង្សាររបស់បងតោះពួកយើងទៅបងឯងថ្ងៃហ្នឹងមិនទៅចំការទេអីបានជាណាត់ខ្ញុំទៅហូបអីកាត់ព្រឹកព្រលឹមអញ្ចឹងចំការចាំទៅពេលរសៀលតែពេលនេះបងចង់មានពេលវេលាជាមួយសង្សាររបស់បងណែព្រឹកមិនតាន់ទេចង់ទៅណាជាមួយមនុស្សប្រុសហ្នឹងហើយមិនគិតជួយការងារស្អីទេអីទៅបំរុងឡើងម៉ូតូទៅជាមួយគេនាគ្រាចូលក្នុងផ្ទះលឿនទៅមិនក៏ធ្វើចរិតអញ្ចឹងទៅកើតឯងមកពីណាកូនចៅរបស់អ្នកណាមិនក៏ហ៊ានមកលូកថ្លើមគេដល់ផ្ទះឯងបំរុងនាំនាគ្រាទៅណាខ្ញុំទៅណាជាមួយអ្នកណាក៏ស្រេចតែខ្ញុំទៅតាឯងមកខត់រកអីនេះជាសង្សារខ្ញុំទោះជាម៉ូតូជាមួយក៏មិនបានខុសដែរតែឯងនេះជាស្អីដែរអាយុប៉ុណ្ណឹងមានសង្សារងាប់ហើយខ្ញុំ25មិនទាន់មានសង្សារផងនាងទៅ19ឆ្នាំមានសង្សារមុនខ្ញុំបែកគ្នាភ្លាមទៅនាងគ្មានសិទ្ធិមកមានសង្សារលបលកាច់ស្អីអញ្ចឹងទេអាមុខស្លេកឯងដឹងទេថាឯងយកសង្សារដែលមិនទាន់គ្រប់អាយុបែបនេះវាខុសនឹងច្បាប់វ័យ19ឆ្នាំហើយនៅមិនទាន់គ្រប់អាយុទេដីអញ្ចឹងប្រហែលឆ្នាំទើបអាចគ្រប់អាយុនោះតោះតែ25ឆ្នាំដូចយើងទៅគ្រប់អាយុឯងចង់បោកនាងយកខ្លួនប្រានមែនទេមើលមុខឯងចាស់ជាងនាងឆ្ងាយច្បាស់ណាស់ថាមានបំណងអីក្រៅពីនេះឯងមិនហ្នឹងសង្សារខ្ញុំហើយនឹងខ្ញុំអាយុលើគ្នាតែបន្តិចទេគេមិនធ្វើអញ្ចឹងដាក់ខ្ញុំឡើយគេមិនមែនដូចជាឯងដែលជាអ្នកទីក្រុងមកបោកអញ្ចឹងទេថយចេញទៅកុំមកចេះខត់ខាំងខ្ញុំឯងមិនមែនជាឪខ្ញុំផងមកខត់ក៏គ្មានបានការដែរនាគ្រាខ្ញុំប្រាប់ឲ្យនាងចូលផ្ទះនាងគឺត្រូវទៅចូលផ្ទះវិញមិនអាចទៅណាបានទាំងអស់ព្រឹកព្រលឹមក៏ចង់ទៅជាមួយប្រុសតើវាសំភ្នែកណាស់មែនទេបើគេមើលមកឃើញនោះខ្ញុំបាត់ភ្នែកស្អីក៏លែងឃើញដែរកុំខត់ខ្ញុំឲ្យសោះឯងត្រឹមជាកូនរបស់ឪចង់ខ្ញុំទេមិនមែនបងប្អូនបង្កើតរបស់ខ្ញុំឡើយតែយ៉ាងណាក៏ខ្ញុំអាចធ្វើជាបងនាងបានដែរហើយឯងចង់ទៅវិញតាមស្រួលឬក៏ត្រូវឲ្យខ្ញុំទាញដបងដេញវាយខ្ញុំទៅវិញក៏បានដែរនាគ្រាយើងចាំជួបគ្នាថ្ងៃក្រោយចុះណាថ្ងៃនេះមានមៀផ្ចាញ់យើងមិនអាចទៅជាមួយគ្នាបានទេតែបងនឹងមករកអូនវិញនីវិតក៏បានជិះម៉ូតូចេញទៅតែម្ដង